ចាសួស្តីអស់លោកស្រីប្រិយមិត្តជាទីគោរពស្រឡាញ់រាប់អានមិត្តត្រីចានេះគឺជាការប្រណាំងញ៉ាំពោតស្ងោបើមិនអញ្ចឹងទេនឹងត្រូវរកបើមិនអញ្ចឹងទេនឹងគឺថាសម្រានអត់ងើបទេត្រូវរកមធ្យោបាយអីដើម្បីបំភាន់អីបើមិននាំធ្វើ activity អីមួយចឹងទេនឹងគឺតែសម្រានហើយមើលសាច់ឈាមអីអត់សមថានឹងឈរមិននឹងដើរមិនត្រង់អីទេតែនេះទុនគឺអ្នកម្ដងឡើងនាំឲ្យបិទហាត់បាទគឺអត់ចង់និយាយត្រូវហាត់ឲ្យកកេពោតដើម្បីឲ្យទៀននឹងវាដើរមានភាពរស់រវើកដៃនឹងកម្រើកអីខ្លះម្ល៉េះហើយខួរក្បាលនឹងប្រឹងធ្វើម៉េចឲ្យឈ្នះគេម្ល៉េះហើយត្រូវប្រើខួរក្បាលនឹងឲ្យខំប្រឹងអាចារ្យសូមថែរក្សាខ្លួនបងប្អូនអាចារ្យសូមជម្រាបលាអរគុណ